បន្ទាប់ពីចូលឆ្នាំចិនហើយបងប្អូនតលាន់ចាប់ឆាយអីនៃម្សាមុខម្ហូបនេះនិយាយពីថារសជាតិដិតជូរហឹរមានគ្រប់រសជាតិតែម្ដងហើយវិធីធ្វើងាយមុខនេះគឺញោមសាច់គោជាមួយនឹងក្តិបស្វាយមុនដំបូងនេះខ្ញុំមកត្រាំសាច់គោសិនដោយសារសាច់គោនេះបកកទៅវាឡើងរឹងហើយមុនដំបូងគឺត្រូវសលៀងក្បិតសិនព្រោះដោយសារសាច់គោនេះវានៅរឹងខ្លះអញ្ចឹងតក្បិតមុតបន្តិចបានពុះវាទៅដាច់ហើយខ្ញុំជាវាជាប្រទេសប៉ុណ្នេះអត់ស្ដើងពេកទេហើយក៏មិនក្រាស់ពេកដែរឆាប់ឆ្អិនហើយគ្រឿងផ្សំប្រឡាក់សាច់ហ្នឹងគឺមានទឹកប្រេងខ្យងហើយនឹងទឹកដោះគោខាប់ហើយបន្ទាប់មកទៀតគឺមានម្សៅស៊ុបគឺខ្ញុំដាក់តែ3មុខហ្នឹងឯងបន្ទាប់មកក៏ច្របល់សាច់ប្រឡាក់វាទុកវាប្រហែលជា10ទៅ15នាទីឲ្យវាចូលជាតិគ្នាល្អសិនបន្ទាប់ពី10នាទីហើយខ្ញុំក៏ចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅហើយដាក់ប័រមកជៀនសាច់គោមួយប័រគឺឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនហើយបន្ទាប់មកយើងដាក់ជៀនវាអញ្ចឹងមកបាច់ប្រើភ្លើងខ្លាំងពេកទេបងប្អូនបាច់យកក្រៀមពេកទេហើយនិយាយពីថាឈ្ងុយមកគាត់ដាក់សាច់គោចូលឈ្ងុយប័រនឹងខ្លាំងតែម្ដងបន្ទាប់មកក៏យើងប្រែវាត្រឡប់មកខាងហើយមកខាងទៀតមកហើយសាច់គោនេះគឺខ្ញុំជៀនឲ្យវារៀងឆ្អិនដែរព្រោះអត់សូវចូលចិត្តវានៅរៀងឆៅឯម៉ានេះបន្ទាប់មកខ្ញុំក៏មកហាន់បន្លែមានការ៉ុតបន្ទាប់មកទៀតក៏បុកគ្រឿងនេះមានម្ទេសហើយនឹងខ្ទឹមសបន្ទាប់ពីបុកគ្រឿងមកហើយខ្ញុំក៏ចាប់ផ្ដើមដាក់ស្ករសចំនួន2ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយនឹងទឹកថៃច្របល់វាចុះឡើងបន្ទាប់មកក៏ច្របាច់ក្រូចឆ្មាថែមក្រូចឆ្មាមួយផ្លែដែរបងប្អូនព្រោះក្តិបស្វាយវាមិនសូវជូរម៉ានេះអញ្ចឹងតើដាក់ក្រូចឆ្មាថែមមួយផ្លែទៀតសាច់នេះខ្ញុំទុកវាឲ្យត្រជាក់សិនហើយចាំខ្ញុំហាន់តែអញ្ចឹងទៅវាចេញជាតិមកអស់ហើយបងប្អូនមើលទៅវារៀងក្រៀមប៉ុន្តែអត់ទេឆ្អិនប៉ុណ្នេះគឺល្មមសម្រាប់ខ្ញុំហើយបន្ទាប់មកបេះក្តិបស្វាយនៅមុខផ្ទះហើយដាក់ក្តិបស្វាយចំនួន5ផ្លែក្តិបស្វាយនេះខ្ញុំអត់ចិតសបគ្រាន់តែចិតក្បាលហើយនឹងចិតគូតវាចេញមកហើយសាប់យកតែម្ដងសាប់កវិតមុខមួយចេះវាអត់សូវម៉ត់បើដាក់មុខពីរវារៀងម៉ត់ក៏អត់សូវឆ្ងាញ់ដែរដាក់វាអញ្ចេះគឺវារៀងឆ្ងាញ់រៀងឈប់បងប្អូនហើយបន្លែរបស់ខ្ញុំមានក្តិបស្វាយនិងការ៉ុតសាប់វារួចរាល់ហើយខ្ញុំក៏ដាក់សាច់គោដាក់ការ៉ុតហើយនឹងក្តិបស្វាយបន្ទាប់មកចាក់ទឹកថៃដែលខ្ញុំបានបុកមុនហ្នឹងច្របល់វាឲ្យចូលជាតិគ្នាល្អច្របល់ចុះច្របល់ឡើងហើយខ្ញុំក៏រោយនៅជីនេះគឺខ្ញុំដាក់ជីរណាច្របល់វាតិចទៀតឲ្យវាចូលជាតិគ្នាសិនបន្ទាប់មកក៏រៀបដាក់ចានមករួចរាល់ហើយបងប្អូនមួយមុខនេះងាយស្រួលធ្វើទេបងប្អូនតលាន់មុខម្ហូបចូលឆ្នាំចិនអីមកសាកមួយមុខនេះមកជូរដិតហឹរមានគ្រប់រសជាតិមានគ្រប់ទម្រង់តែម្ដងញ៉ាំជាមួយបាយក៏បានញ៉ាំលេងក៏បានញ៉ាំមួយជាក់ក៏បានដែរតាមតម្រូវការហើយមួយមុខនេះស្រួលធ្វើដូចបកចេកទុំអញ្ចឹងបងប្អូនសម្រាប់បងប្អូនអត់ចេះធ្វើអីគ្រាន់តែមើលវីដេអូនឹងហើយតែនិយាយថាធ្វើឲ្យគ្រួសារញ៉ាំនិយាយថាគ្រួសារដឹងតែពេញចិត្តស្ដោកតែម្ដងធ្វើញ៉ាំក៏បានធ្វើគ្រឿងក្លែមសម្រាប់ឲ្យគ្រួសារក៏បានដែរនិយាយពីថាតំណងណាបងប្អូនសាកធ្វើញ៉ាំដាក់មួយម៉ាត់មកឈ្ងុយសាច់គោហើយនឹងស្វាយយើងក្តិបទៀតអូយអែមតែរៀបចំការងាររួចរាល់អស់ឥឡូវចាប់ផ្ដើមចូលងូតទឹកហើយមុនងូតទឹកនេះខ្ញុំមកសម្អាតថ្មីសិនហើយថ្នាំដុសធ្មេញដែលខ្ញុំប្រើជាប្រចាំហ្នឹងគឺជាផលិតផលរបស់ប្រទេសជប៉ុនថ្នាំដុសធ្មេញនេះគឺខ្ញុំប្រើយូរឆ្នាំហើយបាននិយាយពីគុណភាពគឺល្អប្រើបងប្អូនដឹងស្រាប់ហើយផលិតផលជប៉ុនគឺគេធ្វើឡើងផ្ដោតទៅលើគុណភាពដូចថ្មីខ្ញុំអញ្ចឹងកាលពីមុនឧស្សាហ៍សៀវហើយខ្ញុំជាមនុស្សផឹកកាហ្វេផឹកតែរាល់ថ្ងៃតាំងពីខ្ញុំបានប្រើថ្នាំដុសធ្មេញនេះមកធ្មេញខ្ញុំបាត់សៀវហើយធ្មេញខ្ញុំគឺមើលទៅភ្លឺថែមទៀតបន្ទាប់ពីសម្អាតធ្មេញហើយឥឡូវខ្ញុំចូលមកដល់លាងមុខម្ដងហើយសម្រាប់ហ្វូមដែលខ្ញុំប្រើរាល់ថ្ងៃគឺជាប្រភេទហ្វូមវីតាមីន collagen ហ្វូមនេះគឺលាងសម្អាតស្បែកមុខបានស្អាតណាបងប្អូនមិនថាស្បែកមុខប្រេងឬក៏ស្បែកមុខស្ងួតនោះទេបន្ទាប់ពីលាងឲ្យមុខឡើងភ្លឺលាងឲ្យមុខមានសំណើមភ្លឺហើយបើមុនកប់មុនខ្សាច់វិញលាងឲ្យមកតាមដៃតែម្ដងបងប្អូនមើលក្នុងវីដេអូនេះជាក់ស្ដែងទៅដឹងហើយគឺខ្ញុំលាងឲ្យមុនចេញមកតែម្ដង